2. មហាជនុជាដកវិរិយបារមីដំណើរដ៏អង់អាចរបស់ព្រះមហាជនុទៅកាន់ដែនសុវណ្ណភូមិព្រះមហាជនុជាព្រះរាជបុត្ររបស់ព្រះមហាក្សត្រនៃនគរមិថិលាថ្ងៃមួយព្រះអនុជរបស់ក្សត្រអង្គនេះបានចូលឡោមព័ទ្ធព្រះនគរដើម្បីផ្ដួលរំលំរាជបល្ល័ង្ករបស់ព្រះអង្គក្នុងពេលប្រយុទ្ធព្រះមហាក្សត្រត្រូវបានគេធ្វើគុតប៉ុន្តែព្រះមហេសីដែលកំពុងតាំងព្រះគភ៌រត់គេចខ្លួនព្រះមហេសីបានទៅជ្រកកោននៅផ្ទះព្រាហ្មណ៍ម្នាក់ហើយមិនយូរប៉ុន្មានក៏ប្រសូតបានព្រះរាជបុត្រព្រះនាមមហាជនុនៅទីនោះបើទោះជាមានសុវត្ថិភាពក្តីកុមារភាពរបស់ព្រះមហាជនុគឺលំបាកណាស់ក្មេងៗផ្សេងទៀតតែងតែធ្វើបាបព្រះអង្គដោយហៅព្រះអង្គថាកូនឥតឪពុកប៉ុន្តែព្រះអង្គមានវាសនាខ្ពស់ត្រូវក្លាយជាអ្នកស្ដារយុត្តិធម៌ឡើងវិញនិងភាពរុងរឿងនៅក្នុងដែននគរសុវណ្ណភូមិក្នុងព្រះជន្ម16ព្រះវស្សាព្រះមហាជនុបានចេញដំណើរទៅកាន់ដែនសុវណ្ណភូមិប៉ុន្តែនៅតាមផ្លូវមានគ្រោះមហន្តរាយបានកើតឡើងដោយសំពៅបានលិចហើយសត្វសមុទ្របានលេបត្របាក់មនុស្សទាំងអស់នៅលើសំពៅព្រះអង្គបានគេចព្រះកាយផុតនិងបានហែលទឹកអស់រយៈពេល7យប់7ថ្ងៃរហូតដល់ទីបំផុតព្រះអង្គបានទៅដល់នគរដែលចុងក្រោយព្រះអង្គបានលះបង់រាជបល្ល័ង្កហើយយាងចូលទៅក្នុងព្រៃដោយមានព្រះរាជតម្រិះថាទ្រព្យសម្បត្តិទាំងអស់នៅលើផែនដីនាំមកតែសេចក្តីទុក្ខប៉ុណ្ណោះ